ប្រទេសថៃមានផែនការច្បាស់លាស់ណាស់ក្នុងការគម្រាមនិងឈ្លានពានទឹកដីកម្ពុជារបស់យើងដោយរដ្ឋមន្ត្រីការពារជាតិថៃលោកអាដុលប៊ុនថាំចារិនបានចេញមកបញ្ជាក់យ៉ាងច្បាស់ថាប្រទេសថៃបានអនុម័តថវិកាសង្គ្រោះបន្ទាន់ប្រមាណ$13 លានដើម្បីកសាងជំរងកសាងលីនដ្ឋានប្រព័ន្ធទំនាក់ទំនងទូទាំងខេត្តចំនួន7នៅតាមបណ្ដោយព្រំដែនកម្ពុជាថៃដែលលានសន្ធឹងជិត800 គីឡូម៉ែត្រហើយលោកអាដុលប៊ុនថាំចារិនក៏បានបន្តទៀតដែរថាវាគឺជាការត្រៀមលក្ខណៈប្រសិនបើប៉ះគ្នាជុំទី3ពិតប្រាកដមែនមិនត្រឹមតែប៉ុណ្ណោះព្រះនាងសុរិន្ទថនក៏បានចុះទៅសួរសុខទុក្ខនិងពិនិត្យមើលស្ថានភាពយោធាថៃដែលបានពលីរងរបួសនិងពិការនៅក្នុងអំឡុងពេលសង្គ្រាមកម្ពុជាថៃនាពេលកន្លងមកទាំងរាងកាយទ្រុឌទ្រោមផងដែរហើយព្រះនាងសុរិន្ទថនក៏បានណែនាំឲ្យបង្កើនកិច្ចការពារនិងធ្វើលីនដ្ឋានឲ្យបានរឹងមាំនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃអញ្ចឹងហើយបានថាថៃមិនត្រឹមតែមានមហិច្ឆតាឈ្លានពានដីកម្ពុជាយើងតែប៉ុណ្ណោះនោះទេថៃគឺមានមហិច្ឆតាចង់លេបដីកម្ពុជាយើងយូរណាស់មកហើយប៉ុន្តែកម្ពុជាចង់ប្រាប់ថាកម្ពុជានឹងធ្វើឲ្យថៃភ្លឺភ្នែកកាន់តែច្បាស់នៅសម័យសម្ដេចតេជោធិបតី